ចាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើនំចាក់ចោលបងប្អូនហើយសម្រាប់គ្រឿងផ្សំដែលយើងត្រូវយកមកប្រើនៅក្នុងការធ្វើនំចាក់ចោលរបស់យើងនេះគឺមានភាពងាយស្រួលរងទេបងប្អូនហើយចំពោះគ្រឿងផ្សំសម្រាប់ធ្វើនំចាក់ចោលរបស់យើងនេះគឺមានតិចមុខទេបងប្អូនហើយក្នុងមួយមុខក៏មានតម្លៃសមរម្យដែលយើងអាចទិញយកមកធ្វើញ៉ាំដើម្បីធ្វើជាអាហារសម្រន់ផងដែរបងប្អូនចាឥឡូវកុំឲ្យខាត់ពេលយូរយើងងាកមកមើលគ្រឿងផ្សំរបស់យើងវិញម្ដងដែលគ្រឿងផ្សំដូចបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងឥឡូវជាដំបូងគឺយើងធ្វើការលាយម្សៅអង្ករខ្សាយជាមួយនឹងម្សៅអង្ករដំណើបផងដែរបងប្អូនដែលចំពោះម្សៅអង្ករខ្សាយនេះគឺខ្ញុំប្រើកន្លះគីឡូទីឯម្សៅអង្ករដំណើបវិញគឺខ្ញុំប្រើចំនួន2ខាំបងប្អូនប៉ុន្តែបើសិនជាបងប្អូនចង់ធ្វើលើសនេះបងប្អូនអាចលាយតាមតម្រូវការរបស់បងប្អូនបានចាអញ្ចឹងឥឡូវបន្ទាប់ពីយើងធ្វើការលាយម្សៅរបស់យើងរួចរាល់ហើយយើងចាប់ផ្ដើមមកធ្វើការចាក់ទឹកចូលបងប្អូនហើយចំពោះទឹកនេះដែរគឺអត់មានកំណត់ទេបងប្អូនពីព្រោះយើងត្រូវការចាក់វាបន្តិចម្ដងដើម្បីលាយចូលម្សៅរបស់យើងទៅងាយស្រួលនៅក្នុងការច្របាច់ម្សៅរបស់យើងចាហើយនៅក្នុងការច្របាច់ម្សៅរបស់យើងនេះដែរគឺទាមទារឲ្យយើងច្របាច់ឲ្យខ្លាំងបងប្អូនព្រោះបើសិនបើយើងមិនច្របាច់ខ្លាំងទេវាធ្វើឲ្យម្សៅរបស់យើងមិនឡើងបានល្អទេបងប្អូនព្រោះបើសិនបើម្សៅរបស់យើងមិនឡើងបានល្អទេនៅពេលដែលយើងចាក់នំទៅគឺនំរបស់យើងមិនប៉ោងស្អាតទេបងប្អូនដូច្នេះហើយយើងត្រូវការប្រើកម្លាំងឲ្យខ្លាំងនៅក្នុងការច្របាច់ម្សៅរបស់យើងដើម្បីឲ្យវាឡើងល្អចាអញ្ចឹងឥឡូវបន្ទាប់ពីយើងធ្វើការច្របាច់ម្សៅរបស់យើងចូលគ្នាហើយយើងចាប់ផ្ដើមមកដាក់បង្គាមកក្របងប្អូនត្រង់កន្លែងនេះដែរបើសិនជាបងប្អូនចង់ដាក់ពងមាន់ក៏បានចង់ដាក់ពងទាក៏បានដែរបងប្អូនអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់ពងទាហើយយើងចាប់ផ្ដើមមកច្របាច់វាបន្តទៀតបងប្អូនអញ្ចឹងបន្ទាប់ពីពងទារបស់យើងសព្វចូលម្សៅបានល្អហើយយើងចាប់ផ្ដើមមកធ្វើការដាក់ស្កររបស់យើងវិញម្ដងចាហើយចំពោះស្ករសនេះដែរគឺខ្ញុំប្រើ250ក្រាមបងប្អូនដោយស្មើនឹង2ខាំកន្លះចាអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់ស្ករសហើយគឺយើងបន្តច្របាច់វាបន្តទៀតបងប្អូនហើយបន្តមកទៀតគឺយើងធ្វើការដាក់ស្ករត្នោតបងប្អូនហើយចំពោះស្ករត្នោតនេះដែរគឺខ្ញុំលាយ1ខាំកន្លះបងប្អូនហើយការដាក់ស្ករត្នោតនេះដែរគឺដើម្បីឲ្យសាច់នំរបស់យើងទន់មាំល្អបងប្អូនកាលណាយើងដាក់តែស្ករសសតគឺអាចធ្វើឲ្យនំយើងនេះរឹងហើយជាចុងក្រោយគឺយើងធ្វើការដាក់អំបិល1ចុងស្លាបព្រាបងប្អូនដើម្បីឲ្យនំរបស់យើងផ្អែមមុតបានល្អចាអញ្ចឹងឥឡូវយើងឃើញថាម្សៅរបស់យើងគឺសុទ្ធចូលគ្នាបានល្អហើយបងប្អូនហើយចំពោះម្សៅនេះដែរបើសិនជាបងប្អូនចង់ទុកវាសិនចាំចាក់តាមក្រោយក៏បានឬក៏បងប្អូនច្របាច់វាហើយលាយគ្រឿងវាហើយចាក់ភ្លាមក៏បានដែរបងប្អូនព្រោះដោយសារតែម្សៅរបស់យើងគឺឡើងស្រាប់ហើយបងប្អូនចាអញ្ចឹងបន្តមកទៀតគឺយើងធ្វើការដាក់ខ្ទះដាក់ប្រេងឆាចូលបងប្អូនហើយគឺបងប្អូនត្រូវការដាក់វារៀងច្រើនបន្តិចដើម្បីឲ្យនំរបស់យើងអណ្ដែតបានល្អហើយចំពោះការចាក់នំរបស់យើងនេះបើសិនជាបងប្អូនមានកែវវល់ដាក់ក៏បានដែរបងប្អូនតែបើសិនជាបងប្អូនអត់មានទេបងប្អូនអាចប្រើវែកក៏បានដែរបងប្អូនគ្រាន់តែពេលដែលយើងប្រើវែកវាអាចធ្វើឲ្យនំរបស់យើងខុសទំហំគ្នាតិចតួចបងប្អូនហើយសម្រាប់ការប្រើភ្លើងនៅក្នុងការចាក់នំរបស់យើងនេះដែរគឺបងប្អូនប្រើភ្លើងល្មមបានហើយបងប្អូនកុំខ្លាំងពេកឬក៏កុំតិចពេកបងប្អូនចាទន្ទឹមនឹងនេះដែរវីដេអូរបស់ខ្ញុំក៏ជានាទីបញ្ចប់បើសិនជាមានកំហុសខុសឆ្គងសូមខន្តីអភ័យទោសជួបគ្នាក្នុងវីដេអូក្រោយអរគុណ